ជំរាបសួរពុកម៉ែបងប្អូនទាំងអស់បាទនេះហើយជីវិតអ្នកចំការឆ្លៀតពីការលក់កាហ្វេឆ្លៀតកាច់មានដើម្បីរៀបចំទៅតាមការកម្មងរបស់ភ្ញៀវហើយមាននេះគឺជាមានធម្មជាតិ 100% មាននៅកោះកបីបងប្អូនយើងស្គាល់ហើយគឺមានដែលយើងដាំមិនប្រើជីគីមីគឺធម្មជាតិពិតបងប្អូនមើលតែផ្លែយើងមើលតែស្លឹកហើយបងប្អូនស្គាល់បើនិយាយពីសាច់ហើយនឹងក្លិនសាច់គឺឆ្ងាញ់ណាស់បងប្អូនផ្អែមឈ្ងុយហើយចំពោះហើយរសជាតិគឺมันមានណាមកប្រៀបធៀបបានទេសម្រាប់មាននៅស្រុកកោះកបីនេះគឺមានលេខ1ហើយជាពិសេសថ្ងៃនេះគឺគាត់ឆ្លៀតពេលទំនេរពីលក់កាហ្វេគឺគាត់បានកាច់រៀបចំច្រកថង់ដើម្បីដឹកជូនទៅអតិថិជនហើយអតិថិជនដែលកម្មងចាំទទួលផងហើយចំពោះគ្រួសាររបស់ខ្ញុំគឺគាត់លក់មាននេះដំណពីម្ដាយរបស់គាត់គឺគាត់ដាំមាននេះរាប់ដំណហើយតាំងពីចំនួនលោកតាលោកយាយរហូតមកដល់គ្រួសាររបស់ខ្ញុំបងប្អូនមើលមានដែលយើងដាំនៅជាប់ផ្ទះនេះក៏ផ្លែច្រើនល្អណាស់ដូចទំពាំងបាយជូរអញ្ចឹងបងប្អូនឃើញហើយគឺចង់បេះមែនតែនហើយកំពុងតែពេញបេះកំពុងតែពេញកាច់ហើយរដូវនេះគឺសបោមានណាស់ហើយអ្នកណាមិនស្គាល់អ្នកស្រុកកោះកបីឲ្យតែអ្នកស្រុកកោះកបីគឺកាប់តាមឈើអីផ្សេងអស់ហើយយើងដាំតែដើមមានទេពីព្រោះដើមមានគឺផ្ដល់ភោគផលច្រើនណាស់ផ្លែច្រើនណាស់មួយឆ្នាំប៉ុន្តែយើងនៅតែផ្គត់ផ្គង់តម្រូវការរបស់ប្រជាពលរដ្ឋយើងនៅក្នុងតំបន់มันគ្រប់គ្រាន់នៅឡើយទេប៉ុន្តែគ្មានរសជាតិផ្លែមានណាដូចមាននៅក្នុងស្រុកខ្មែរយើងទេជាពិសេសបងប្អូនយើងបើសិនជាចង់មកភ្លក់រសជាតិមានខ្មែរ 100% អញ្ជើញមកស្រុកកោះក្របីបាទហើយអាសយដ្ឋានគឺនៅជិតវត្តគុលតឹងបាទសូមអរគុណ